រមានមួយចំនួនតូចនឹងបណ្ដាញសង្គមដែលផ្សព្វផ្សាយនៅដីឡូរបស់បងហើយដាក់រូបបងរូបថ្នាក់ដឹកនាំឃុំស្រុកអីបងគិតថាការផ្សព្វផ្សាយហ្នឹងពេញលក្ខណៈគ្រប់ជ្រុងជ្រោយបែបជាព័ត៌មានអាជីពដែរឬយ៉ាងម៉េចបងសូមមានប្រសាសន៍ហើយការផ្សព្វផ្សាយហ្នឹងការពិតទេបងសូមឆ្លើយបាទក្នុងព័ត៌មានប្រហែលថ្ងៃនេះដែលគាត់បានផ្សព្វផ្សាយហ្នឹងក្នុងការគាត់ផ្សព្វផ្សាយហ្នឹងគាត់មិនបានមកសួរនាំពីខ្ញុំមកបានគ្រប់ជ្រុងជ្រោយគាត់ផ្សព្វផ្សាយទៅលើតែខាងពីខាងគាត់ហើយក្នុងបរិវេណដែលខ្ញុំមកអភិវឌ្ឍនេះគឺខ្ញុំបានធ្វើបានរបស់ខ្ញុំគឺមានបងប្អូនប្រថាប់ត្រាទៅដល់ខេត្តហើយគ្រាន់តែបច្ចុប្បន្ននេះខ្ញុំមិនទាន់បើកទូជាទូលំទូលាយទេហើយខ្ញុំកំពុងតែស្នើសុំច្បាប់ការដីឡូហ្នឹងណាបងបាទហើយខ្ញុំសំណូមពរឲ្យសារព័ត៌មានទាំងអស់សូមនៅពេលដែលធ្វើព័ត៌មានសូមឲ្យបានគ្រប់ជ្រុងជ្រោយមកសួរពីម្ចាស់ដីឡូសិនដើម្បីចុះព័ត៌មានឲ្យបានត្រឹមត្រូវមិនមែនចង់និយាយថាខ្ញុំអរគុណហើយសម្រាប់មតិរិះគន់របស់អ្នកសារព័ត៌មានក៏ប៉ុន្តែខ្ញុំសូមឲ្យវាបានគ្រប់ជ្រុងជ្រោយសួរពីម្ចាស់អាជីវកម្មសិនថាតើដូចតែគាត់បានចុះផ្សាយនឹងក៏អត់គាត់បានចុះផ្សាយថាកន្លែងរបស់ខ្ញុំនឹងអត់ទាន់មានធ្វើបានធ្វើអីហើយតែតាមការពិតវាអត់មែនទៅដោយថាអ្វីដែលគាត់បានចុះផ្សាយនឹងទេអញ្ចឹងខ្ញុំសូមសំណូមពររាល់ការចុះផ្សាយសូមកុំចុះផ្សាយរបៀបជាន់បន្លិចដើម្បីបង្អាក់ការអភិវឌ្ឍរបស់មូលដ្ឋានទាំងស្រុងបាទអរគុណបងឃើញថាខេត្តកំពង់ឆ្នាំងរាល់ទូទាំង25ខេត្តក្រុងហេតុអីបងជ្រើសយកខេត្តកំពង់ឆ្នាំងជ្រើសយកស្រុកទឹកផុសដើម្បីមានការអភិវឌ្ឍនេះហើយចំណាយទុនច្រើននេះបងគិតយ៉ាងម៉េចការគ្រប់គ្រងការដឹកនាំរបស់រដ្ឋបាលខេត្តយ៉ាងម៉េចដែរបងសូមមានប្រសាសន៍ដោយសារខ្ញុំចុះមកតំបន់នេះដំបូងខ្ញុំមើលឃើញសក្តានុពលទី1គឺអេកូទេសចរហើយមួយទៀតខ្ញុំឃើញក្នុងតំបន់ក្រោមការដឹកនាំរបស់ខេត្តជាពិសេសទៅលើអបាខេត្តសវណ្ណរិទ្ធឯកឧត្តមសុនសវណ្ណរិទ្ធរួមទាំងកងកម្លាំងទាំងអស់បានរក្សាសុខភាពបានល្អហើយខ្ញុំគិតឃើញថាតំបន់នេះជាតំបន់សក្តានុពលផងអញ្ចឹងបានខ្ញុំសម្រេចចិត្តក្នុងការធ្វើការវិវត្តហើយជួយតំបន់ហ្នឹងដើម្បីឲ្យមានការរីកចម្រើនយ៉ាងបងបាទអរគុណបងសូមសួរបងទៀតតើបងមានការផ្សព្វផ្សាយពីបណ្ដាញព័ត៌មានមួយចំនួនតូចនោះតែបងបាក់ទឹកចិត្តទេឬបងមិនបាក់ទឹកចិត្តទេនៅគុណគូលបំណងរបស់ចិត្តរបស់បងកំណត់របស់បងបន្តនឹងការអភិវឌ្ឍទៀតហើយស្នើឲ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងក្នុងការសម្រុះសម្រួលផ្លូវច្បាប់ជូនបងដើម្បីអភិវឌ្ឍបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋានស្រុកទឹកផុសទេបងដំបូងឡើយខ្ញុំមានការអន់សពុនចិត្តខ្លះដែរក៏ឃើញព័ត៌មាននឹងប៉ុន្តែដោយសារតែខ្ញុំមិនបានដូចអ្វីដែលគាត់ចុះផ្សាយខ្ញុំមិនជាបាក់ទឹកចិត្តអីទេបាទហើយខ្ញុំនឹងប្រឹងប្រែងបន្តទៅទៀតហើយចំពោះរាល់ផ្លូវច្បាប់ចន្លោះខ្វះខាតខ្ញុំនឹងព្យាយាមបំពេញឲ្យគ្រប់ដើម្បីដំណើរការទៅមុខឲ្យរលូនបងជឿជាក់ទៅលើអាជ្ញាធរមូលដ្ឋានចាប់ពីភូមិឃុំស្រុកខេត្តក្រសួងបងជឿជាក់ថាគាត់នឹងពង្រឹងផ្លូវច្បាប់នីតិវិធីយ៉ាងណាដើម្បីសម្រួលការចេញបានចេញប្លង់ឬចេញឯកសារផ្សេងៗគតិយុត្តដើម្បីឲ្យពេញលក្ខណៈការលក់ដីឡូជូនបងហើយបងជឿជាក់ទេខ្ញុំពិតជាជឿជាក់រឹងមាំទៅលើឋានៈដឹកនាំខេត្តក៏ដូចជារាជរដ្ឋាភិបាលដែលបានប្រឹងប្រែងអភិវឌ្ឍប្រឹងប្រែងបន្តអភិវឌ្ឍតទៅមុខទៀតបាទទៅលើអ្វីដែលមានស្រាប់អញ្ចឹងខ្ញុំសង្ឃឹមនឹងយ៉ាងមុខមាំទៅលើការជួយជ្រោមជ្រែងទៅលើឯកសារគតិយុត្តនានាដែលពាក់ព័ន្ធជាមួយនឹងវិស័យដីឡូនបាទសូមអរគុណបាទបងសំណុំពរយ៉ាងណាបងផ្ញើទូរស័ព្ទយ៉ាងណាដល់អ្នកអតិថិជនរបស់យើងថាដីឡូរបស់បងពិតប្រាកដការលក់ដូរគឺស្មោះត្រង់ត្រឹមត្រូវតាមផ្លូវច្បាប់ពិតប្រាកដមិនបោកប្រាស់ហើយបងជួយបញ្ជាក់ថាដីឡូរបស់បងស្ថិតនៅភូមិអីឃុំអីស្រុកអីខេត្តអីបញ្ជាក់ចុងក្រោយបងសូមអញ្ជើញបាទដីឡូនេះគឺស្ថិតនៅក្នុងឃុំទួលខ្ពស់ស្រុកទឹកផុសខេត្តកំពង់
កែតកំពង់ឆ្នាំង បាទបាទ បាទហើយចំពោះចំពោះការសំណូមពរទៅលើបងប្អូនប្រជាពលរដ្ឋសូមឲ្យជួយជាក់ទៅលើដីឡូណាដែលមានឯកសារគ្រប់គ្រាន់ហើយនឹងមានការអភិវឌ្ឍជាក់ស្ដែងហើយបាទខ្ញុំជឿថាមួយរយៈនេះវាប៉ះពាល់ហើយវិស័យដីឡូដោយសារតែមានការបោកបញ្ឆោតមួយចំនួនតូចដែលមានការរកស៊ីបោកបញ្ឆោតតែសូមជឿជាក់ទៅលើដីឡូណាដែលគាត់មានការអភិវឌ្ឍប្រកបហើយមានបានសម្គាល់បាទសំណួរចុងក្រោយបងតើដីឡូរបស់បងហ្នឹងបងចែកជាដីឡូរបៀបម៉េចបងជាផ្ទះលំហែកាយឬផ្ទះជាផ្ទះល្វែងមក ដីឡូយើងផ្ដោតទៅលើផ្ទះលំហែរបៀបជាអេកូទេសចរ បាទបងអរគុណបងបញ្ជាក់រាល់ការលើកឡើងរបស់បងសិតតែជាការពិតឬគ្រាន់តែជាការស្មានបង រាល់អ្វីដែលខ្ញុំនិយាយគឺខ្ញុំនិយាយជាការពិតបងខ្ញុំអត់មានបានថ្លែងបន្លំអ្វីដែលជាមិនការពិតទេបង អរគុណបងដែលបានផ្ដល់បទសភាដល់ក្រុមអ្នកសារព័ត៌មានយើងខ្ញុំហើយពួកយើងខ្ញុំមកនេះមិនមែនមកចិត្តឯងនេះគឺបងអ្នកអញ្ជើញមកមែនទេ បាទត្រឹមត្រូវហើយបាទ អរគុណជម្រាបលាបង បាទ